បាទឥឡូវយើងរៀនភាសាខ្មែរថ្នាក់ទី3ទាំងអស់គ្នាមេរៀនទី1សាលាកុមារមេត្រីអញ្ចឹងកូនឃើញរូបភាពហើយថារូបភាពនៅសាលាបឋមសិក្សាមានដូចជាអគារហើយដើមឈើទង់ជាតិនិងសិស្សសាលាអញ្ចឹងកូនរៀនទាំងអស់គ្នាអំពីការរៀនពាក្យកអំណានពាក្យអគារអានថាអគារបរិវេណអានថាបរិវេណអនាម័យអានថាអនាម័យពាត់អានថាពាត់ជានិច្ចអានថាជានិច្ចខពន្យល់ពាក្យបរិវេណថ្នាក់ពាក្យជានាមមានន័យថាទីជិតខាងដែលព័ទ្ធជុំវិញអគារថ្នាក់ពាក្យជានាមមានន័យថាមន្ទីរផ្ទះរោងសួនជីវៈចម្រុះថ្នាក់ពាក្យជានាមមានន័យថាច្បារដំណាំដែលមានរុក្ខជាតិច្រើនមុខនៅក្នុងសាលារៀនរុក្ខជាតិគោកអាកាសនិងក្នុងទឹកពាក្យស្លោកនាមថ្នាក់ពាក្យជានាមមានន័យថាពាក្យសម្រាប់អប់រំទូលមានកុមារមេត្រីថ្នាក់ពាក្យជាគុណនាមមានន័យថាដែលជាទីសប្បាយរីករាយរបស់កុមារគោបដិស័ព្ទធំផ្ទុយនឹងតូចស្រស់ផ្ទុយនឹងស្រពោនខូវេវចនៈស័ព្ទនិងពាក្យមេត្រីស្រឡាញ់ស្នេហាប្រតិព័ទ្ធរាប់អានរាប់រោគងោសតិស័ក្តិស័ព្ទនិងពាក្យជុំថ្នាក់ពាក្យជាកិរិយាមានន័យថាមូលគ្នាដំណើរវិលមកកន្លែងដដែលវិញឧទាហរណ៍ដើមមួយជុំថ្នាក់ពាក្យជាកិរិយាមានន័យថាពិគ្រោះស្នើឲ្យដឹងការឧទាហរណ៍ចាំជុំញាតមើលសិន